នៅពេលដែលបងប្អូនបង្កើត TikTok បងប្អូនបានរួចរាល់ហើយបងប្អូនយកមក log in ចូល TikTok ខ្មែរក៏បានដែរបាទហើយយើង log in របៀប log in switch ចូលខ្ញុំបានធ្វើវីដេអូបង្ហាញហើយវានេះគឺប្រាប់ពីតម្រង់មើល TikTok US ឬក៏ account TikTok ខ្មែរបាទ TikTok ខ្មែរខ្ញុំបង្ហាញ TikTok ខ្មែរបន្តិចឥឡូវខ្ញុំបង្ហាញ TikTok ខ្មែរTikTok ខ្មែរគឺវាចេញជាតម្រង់បែបនេះបងប្អូនបាទចុច menu ហើយចុចពាក្យថា TikTok Studio បាទ TikTok ខ្មែរគឺវាមានតែប៉ុណ្ណេះបងប្អូនបញ្ជាក់បន្តិចណាបាទវាមានតែកន្លែងនេះ live ហើយ video view ហើយនិង subscription ទេអាហ្នឹង TikTok ខ្មែរ TikTok ខ្មែរគឺវាចេញចែបងប្អូនបាទវាចេញតម្រង់បែបនេះណាតែបើ account TikTok US ចាំខ្ញុំប្រាប់ TikTok US បាទ TikTok US គឺវាចេញ TikTok រលុយស្តង់ដាររបស់គេហ្មងគឺវាចេញតម្រង់ចែបងប្អូនបាទខ្ញុំ switch យើងអាច switch ចង់បង្កើតប្រមាណ account ក៏បានដែរ TikTok 50-60 account ក៏បានដែរឲ្យតែយើងមាន Gmail ច្រើនយើងបង្កើតបានណាអញ្ចឹងយើងចូលទៅមើលកន្លែងនេះចង់បង្កើតប្រមាណ100 account ក៏បានដែរបញ្ជាក់ទៀតបងប្អូន TikTok ណាអញ្ចឹងឲ្យតែយើងមាន VPN ហើយផ្លាស់ប្ដូរ IP ដដែលបង្កើត TikTok USA អត់បានទេ IP យើងត្រូវប្ដូរឲ្យបានច្រើនបានយើងបង្កើតបានច្រើនអញ្ចឹងយើងចូល TikTok Studio បាទ TikTok US គឺវាចេញចែបង្កើតភ្លាមគឺវាចេញភ្លាមហ្មងបងប្អូនបាទបង្កើតភ្លាមគឺវាចេញចែណាវាមាន creator reverse program នេះ TikTok រលុយឃើញអត់បាទបន្ទាប់មកយើងព្យាយាមបុកវីដេអូទៅរកអា follower ឲ្យបាន 10k ចំនួនអ្នកមើលមួយសែនអ្នកទៅតែ 10k វាគ្រប់គោលការណ៍ហើយយើងស្នើសុំឲ្យមានវីដេអូស្នើសុំហើយអញ្ចឹង TikTok រលុយគឺវា USA វាចេញតម្រង់បែបនេះណាហើយបន្តមកទៀតបងប្អូនព្យាយាមរកវីដេអូបាទព្យាយាមផុស upload ដើម្បីរក follow មកបានហើយខ្ញុំបញ្ជាក់បន្តិចក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីការ download ពីកម្មវិធីចិននេះបាទនេះអាកម្មវិធី Red Note នេះកម្មវិធីហ្នឹងបងប្អូនបាទហើយបងប្អូនអាច down search នៅក្នុង Play Store ឬក៏ App Store បងប្អូនវាយ TikTok China ទៅនេះវាយចែបើបងប្អូនឃើញភាសាចិនបាក់សើយណាដាក់ TikTok រួចហើយដាក់ China ទៅបងប្អូនដាក់ China ទៅវាចេញហើយដាក់ CHA បាទ CHI China ចេះទៅបាទហើយបន្ទាប់មកវាចេញហើយណាបាទវាចេញនៅលើគេហើយបងប្អូនចុច download ហើយ open ហើយវាឲ្យយើងវាយលេខទូរស័ព្ទ login ជាមួយ Gmail ក៏បានដែរបងប្អូនបើបងប្អូនមាន Gmail បងប្អូនដាក់ login វាមាន Facebook និង Google អញ្ចឹងបងប្អូន log ជាមួយនឹង Google ជាមួយនឹង Gmail របស់យើងដែលយើងបង្កើតទៅបន្ទាប់មកវាចេញតម្រង់បែបឲ្យយើងរើសហើយយើងចុច select ដូច TikTok អញ្ចឹងបន្ទាប់មកវាចេញតម្រង់បែបនេះបងប្អូនអាចទៅ down វីដេអូរាប់ពាន់រាប់ម៉ឺនបានយកមកកាត់តអានេះសិតតែក្បួនរបស់ខ្ញុំបាទចុះបងប្អូនចុចយកវីដេអូនោះមក没有我说完那个地图面សញ្ញា save album បាទរួច download ហើយនេះពង download ហើយពេលដែល download ជាប់វា load នៅក្នុង photo របស់យើងបងប្អូន load នៅក្នុង photo របស់យើងយកមកកែសម្រួលមកយកមកកែសម្រួលឲ្យបាត់អា logo របស់គេចេះបាទអានេះកម្មវិធី download បងប្អូនបាទ down ហើយយកមកកាត់កែបន្តិចមកហើយយកមកផុសអញ្ចឹងដើម្បីឲ្យ TikTok យើងមានអ្នកមើលច្រើនបញ្ជាក់បន្តិចមួយថ្ងៃបងប្អូនត្រូវតែផុសឲ្យបាន10វីដេអូឬក៏7 8មួយថ្ងៃព្រឹក2ល្ងាច2ថ្ងៃព្រឹក2ថ្ងៃ2ល្ងាច2ព្រឹក2ថ្ងៃ2ល្ងាច2ដឹង TikTok បងប្អូនចាប់ផ្ទុះហើយឧទាហរណ៍យកវីដេអូមិញទៅយកមកទៅដាក់បណ្ដោយបាទអញ្ចឹងបងប្អូនផុសទៅហើយបងប្អូនដាក់ hashtag មកបងបាទយើងដាក់មិនក៏បានបងប្អូនបាទជាភាសាអង់គ្លេស entertainment ឬក៏ photo អីអញ្ចឹងណាយើងអត់មានចំណងជើងណាបាទយើងដាក់ចេះទៅបាទ hashtag វាណែនាំយើងបាទហើយតបមកបងប្អូនផុសបាទមួយថ្ងៃបញ្ជាក់តិចដើម្បីឲ្យ TikTok ចាប់ផ្ទុះមួយថ្ងៃផុសឲ្យបាន10វីដេអូបានចាប់ TikTok ចាប់ឡើងបាទខំប្រឹងបុកទៅឡើងហើយមួយថ្ងៃ10មួយថ្ងៃ10មួយថ្ងៃ10រយៈពេលមួយខែ TikTok ចូល 10k បែបជាគ្រប់គោលការណ៍បងប្អូនអត់ពិបាកទេអញ្ចឹងបើសិនជាបងប្អូនចង់ចេះកាត់តចាំខ្ញុំដាក់វីដេអូទី4ទៀតរបៀបកាត់តអានេះរបៀបវាមានបងប្អូនអត់ចេះតឡើងកម្មវិធីចិនហ្នឹងអត់ចេះតឡើងចាំខ្ញុំបោះ link តឡើងកម្មវិធីចិនហ្នឹងឲ្យនេះអាកម្មវិធីចិនហ្នឹងណាបើបងប្អូនអត់ចេះតឡើងចាំខ្ញុំបោះ link កម្មវិធីរបៀបតឡើងបានស្រួលហើយបងប្អូនភ្ជាប់ជាមួយ Google ក៏បានលេខក៏បានដែរហើយវីដេអូមានតែប៉ុណ្ណេះឯងបើអត់វីដេអូលួចវីដេអូពីគេយកមកផុសមកចង់ផ្ដាច់ copyright ក៏បានដែរផ្ដាច់ copyright ស្រួលហើយបងប្អូនបាទ